មកបងប្អូនមកធ្វើ bibimbap ញ៉ាំជាមួយខ្ញុំនេះគឺជាម្ហូបកូរ៉េមិនធម្មតាឆ្ងាញ់ហើយល្អដល់សុខភាពទៀតបន្លែមាននៅក្នុងវីដេអូនេះបងប្អូនចឹងជំហានដំបូងគឺខ្ញុំហាន់ជាមួយនឹងទឹកសក់ហាន់ជាមួយនឹងការ៉ុតផ្សិតក៏ដូចជាស្ពៃចង្កឹះសម្រាប់ស្ពៃគឺបងប្អូនអាចដាក់ស្ពៃទើឬក៏ spinach បានសម្រាប់សាច់វិញគឺខ្ញុំហាន់បែបនេះណាបន្ទាប់ពីហាន់រួចរាល់ហើយគឺខ្ញុំយកទៅប្រឡាក់ជាមួយនឹងម្សៅស៊ុបដាក់ទឹកស្អ៊ីវបន្តិចប្រេងល្ងខ្ទឹមសហើយនឹងទឹកឃ្មុំបន្តិចបងប្អូនបើសិនជាបងប្អូនមានទឹកឃ្មុំអាចដាក់ស្ករសជាមួយបានណាហើយសម្រាប់បន្លែវិញគឺខ្ញុំយកទៅឆាបន្លែនេះគឺយើងឆាអត់ប្រើជាមួយនឹងអំបិលស្ករប៊ីចេងឬក៏ម្សៅស៊ុបអីទេបងប្អូនម្សៅស៊ុបវិញគឺខ្ញុំប្រើតែជាមួយនឹងផ្សិតទេខ្ញុំឆាផ្សិតគឺខ្ញុំដាក់ណាតែក្រៅពីហ្នឹងគឺខ្ញុំអត់ដាក់ទេហើយសម្រាប់ស្ពៃចង្កឹះហើយនឹងសណ្តែកបដូរវិញគឺខ្ញុំយកវាទៅស្រុះបន្ទាប់មកទៀតខ្ញុំដាក់លាយជាមួយខ្ទឹមសបន្តិចហើយនឹងប្រេងល្ងទាំងពីរហ្នឹងគឺធ្វើដូចគ្នាណាបងប្អូនហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ជៀនពងមាន់បើបងប្អូនអត់មានពងមាន់អាចដាក់ជៀនពងទាបានរបៀបធ្វើទឹកសដាក់ទឹកស្អ៊ីវម្ទេសកូរ៉េប្រេងល្ងបន្ទាប់មកទៀតខ្ទឹមសទឹកខ្មុំបន្តិចហើយនឹងល្ងពណ៌សអ្នកតាគ្នាបន្ទាប់មកអ្នកតាគ្នាអាចកូរច្បល់ហើយសម្រាប់នាងខ្ញុំចូលចិត្តរៀងជូរអញ្ចឹងខ្ញុំដាក់ទឹកខ្មេះបន្តិចណាបងប្អូនបាយរបស់យើងក៏ឆ្អិនរួចរាល់ហើយដែរអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដួសដាក់នៅក្នុងចានដើម្បីយកទៅរៀបបន្លែនៅពីលើបាយនឹងតែម្ដងអញ្ចឹងបន្លែសាច់ដែលយើងចៀនតាមប្រមាណហ្នឹងគឺយើងយកដាក់រៀបនៅលើបាយហ្នឹងមករៀបឲ្យវាមានសម្ព័ន្ធភាពមកណាបងប្អូនបន្ទាប់មកទៀតយើងដាក់ពងមាន់ហើយនឹងទឹកស្រូបទឹកសោះដែលយើងធ្វើហ្នឹងចូលពីលើហ្នឹងមកហើយបាយហ្នឹងបើយើងចង់ញ៉ាំឲ្យវាឆ្ងាញ់វិញគឺយើងត្រូវតែកូរច្បល់វាដូចតែក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងមិនឆ្ងាញ់ណាបងប្អូនហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយ